អញនោះលោកផ្កាយពីហ៊ុនគឹមជាតិប្រតិកម្មទៅនឹងការរិះគន់សមត្ថកិច្ចមួយក្រុមជិះម៉ូតូអត់មួកអត់កញ្ចក់កាលពីពេលថ្មីកន្លងទៅនេះមានវីដេអូមួយដែលកំពុងផ្ទុះការចែកចាយនៅលើបណ្ដាញសង្គម Facebook ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចមួយក្រុមជិះម៉ូតូមិនមានពាក់មួកសុវត្ថិភាពហើយម៉ូតូក៏គ្មានកញ្ចក់មើលក្រៅដែរនោះធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះការរិះគន់ទៅដល់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់បែរជាមិនគោរពច្បាប់ចរាចរណ៍ទៅវិញក្នុងនោះដែរសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានទទួលស្គាល់នៅកំហុសឆ្គងនៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំងទាំងការមិនពាក់មួកសុវត្ថិភាពមិនដាក់កញ្ចក់និងការបញ្ចេញអាវុធសៀតចង្កេះជាដើមហើយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានធ្វើការពន្យល់ជូនដល់សាធារណជនពាក់ព័ន្ធនឹងករណីទាំងនេះយោងតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានធ្វើសេចក្តីបំភ្លឺនៅថ្ងៃទី13ខែឧសភាឆ្នាំ2026នេះផងដែរថាពាក់ព័ន្ធនឹងករណីខាងលើនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការពន្យល់ដូចតទៅការជិះម៉ូតូមិនពាក់មួកនៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាមកម្លាំងជំនាញប្រញាប់រុះរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ដោយមិនបានគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួននឹងការពាក់មួកសុវត្ថិភាពនោះទេដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោកមួយវិញទៀតការពាក់មួកសុវត្ថិភាពក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿនពេលខ្លះអាច100គីឡូម៉ែត្រក្នុង1ម៉ោងក៏ជាឧបសគ្គមួយផងដែរដោយកម្លាំងមើលមិនបានច្បាស់និងគ្រប់ជ្រុងជ្រោយអាចបង្កគ្រោះថ្នាក់ពេលប្រដេញចំណុចមួយទៀតទាក់ទងនឹងការសៀតអាវុធដោយមិនបានបិទបាំងវីដេអូនោះគឺក្រោយប្រតិបត្តិការដូច្នេះនៅពេលដែលកំពុងប្រតិបត្តិការកងកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿនដូច្នេះធ្វើឲ្យប៉ើងអាវចេញអាវុធមកក្រៅនិងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញព្រោះកម្លាំងជំនាញកំពុងតែដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសួរនាំតាមនីតិវិធីចំណែកឯការមិនដាក់កញ្ចក់អ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោកប៉ុន្តែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើសដោយសារពេលខ្លះជនល្មើសជិះកិច្ចចូលតាមផ្លូវដែលតូចចង្អៀតដែលងាយនឹងប៉ះជាមួយនឹងកញ្ចក់ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំងពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរលោកឧត្តមសេនីយ៍តូហ៊ុនគឹមជាតិជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុតិធធនៅថ្ងៃទី13ខែឧសភាឆ្នាំ2026នេះបានធ្វើការបង្ហោះសារនៅលើគណនីផ្លូវការរបស់លោកដោយប្រតិកម្មទៅនឹងការរិះគន់ដល់សមត្ថកិច្ចមួយក្រុមដែលជិះម៉ូតូអត់មួកអត់កញ្ចក់បែបនេះថាតាមប័ណ្ណបញ្ជាប្រញាប់បន្ទាន់ហេតុការណ៍តើនៅតែខ្លួនមែនជនល្មើសមិនបាច់រត់ទេដើរធម្មតាក៏បានដែរប៉ូលីសមកមិនទាន់ទេពេលទៅមិនទាន់ប្រជាពលរដ្ឋថាធ្វើការយឺតម៉េះចាំតែខុសសូមកុំមើលតែកំហុសពួកគាត់ចុះពេលគាត់ចុះទៅជួយបដូរជីវិតឯណាពីអរគុណដើម្បីលើកទឹកចិត្តអ្នកចាំជាន់ពន្លិចលើក្រោយជួយចុះផ្ទាល់ផងសូម្បីតែលោកផៃវណ្ណៈក៏បានបញ្ជាក់យ៉ាងដូចនេះថាការជិះម៉ូតូបង្ក្រាបបទល្មើសមិនតម្រូវឲ្យពាក់មួកសុវត្ថិភាពឬដាក់កញ្ចក់ទេហើយលោកក៏សំណូមពរឲ្យបងប្អូនក្នុងបណ្ដាញសង្គមមេត្តាកុំជេរពួកគាត់លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ